គឺប្រើប្រាស់បាទអាញាកដាលនៅចិត្តបាទការប្រកួតវគ្គទី1ចាប់ផ្ដើមការកែបាល់គឺចេញពីក្រុមភ្ញៀវគឺបញ្ជូនទៅស្លាប់ខាងឆ្វេងមានតំមេក្រាបាទកាត់បាល់ចូលមកខាងក្នុងអេលីសូសៀស្ដាប់ស៊ីបាបាទបញ្ជូនទៅស្លាប់ខាងឆ្វេងពួកយកបានល្អពីតំមេក្រាកន្លែងនេះអូហូបាទទុក first touch បាល់រត់អំញ្ញមិញល្អមែនប៉ុន្តែយើងឃើញថាមានការ cover យកតាន់ពេលវេលាពី Jamal Ofori មកសាត់សាបាទសាត់សាក៏រុញមកខាងលើឲ្យ Miklan Gaito Miklan មិនផុតពី Jamal Ofori ទេបាទ Lee Sosia បាទ Miklan ឲ្យ Lee Sosia បាទបាត់បាល់ទៅហើយបាទយកវិញបានពី Mohammad Arifin ពុដាស៊ីវ៉ាបាទតែទៅវិញបាទឃ្លៀបផ្ដាច់មួយបាទពី Mbakim បាទឡើយនេះបាទជាមួយនឹង Jamal Ofori លោកអញ្ញាកដាពីណីឃីមបាទឃីមលើកោងចូលមកខាងក្នុងក៏តែតមួយក្បាលកន្លែងនេះឱកាសទាត់ស្ដាំប្លុកបានពីខ្សែការពារឲ្យគាត់បាទទម្លាក់ទៅក្រោយបាទមាន Jamal Ofori ក៏បញ្ជូនមកដល់ Mohammad Arifin បាទ Makurita ប៉ុន្តែមិនផុតពី Lakin Lembu បាទ Ofori Jamal Ofori ក៏រុញទៅខាងលើតែទៅវិញពីតំបន់ការពារបាទចេញទៅខាងក្រៅជាថ្មីឃើញថាការរកក្របបាល់គឺរៀងតឹងតែងបន្តិចបោះសម្លាប់នៅតំបន់បំរើចូលតំបន់ប្រយុទ្ធនេះគឺធ្វើអត់បានល្អដូចគ្នាតែម្ដងមកក្រុមទាំងពីរក្របបាល់មិនទេបាទគឺថាអាស៊ីគេយកវិញបានពី Hot ឈិនកັບឈិនក៏បញ្ជូនចាស់កន្លែងនេះឲ្យ Miklan Abdelkader Koulibaly បញ្ជូនចាស់បានល្អហើយក៏យកវិញបានមកពី Jamal Ofori បែរមកជុំ Ofori កន្លែងនេះបាទទៅមើលបាទកីឡាករសិនបាទមានបញ្ហារបួសបាទបញ្ជូនដល់ Miklan បាទ Gaito Miklan ក៏បញ្ជូនមកស្លាប់ខាងឆ្វេងអាយយបាទបញ្ជូនស្រាល Miklan រកប៉ាល់មិនទេបាទគឺថាអាស៊ីគេ Miklan មួយទៅមួយ Miklan ទៅខ្លួនឯង Miklan កន្លែងនេះ Miklan កាត់បាល់ចូលមកខាងក្នុងឲ្យបាល់ជាថ្មីការបញ្ជូនបាល់បានល្អហើយក៏ចេញបត David ចាន់ពីបត David មួយទៅមួយជាមួយនឹង Jamal Ofori ចាន់ពីបត David កັບ David កន្លែងនេះអត់ទេអត់បាទ Jamal Ofori បាទត្រៀមនៅក្នុងការលើកបាល់កោងចូលមកខាងក្នុងតែនឹងក្បាលពី Jamal Ofori បាទ Lakin Ofori រីលៀបផេងបែបាទបញ្ជូនឲ្យ Ofori បាទឈិនទៅផ្លាស់ប្ដូរចូលបាទMiklan ថ្ងៃនេះគឺបង្ហាញគុណផលនៃការលេងអត់បានល្អទេបាទมันមានសម្លេងបាទស្រែកហូរនោះទេបន្ទាប់ពីมันមានក្របបាល់បញ្ចូលទីបាទនីសុករីក៏បាញ់បាល់មកខាងលើតែបាទពី Ofori